បាទសួស្តីបងប្អូនអរគ្នាវិលមកជួបគ្នាបាទម្ដងទៀតហើយនៅក្នុងវីដេអូថ្មីនៅថ្ងៃនេះបាទហើយខ្ញុំមានប្រធានបទថ្មីទៀតហើយដើម្បីលើកយកមកធ្វើជាវីដេអូថ្មីផ្ដល់ជាចំណេះដឹងក៏ដូចជាការស្វែងយល់បន្ថែមទៀតជូនទៅដល់បងប្អូនដែលតែងតែទស្សនានៅវីដេអូរបស់ខ្ញុំបាទហើយខ្ញុំនេះដូចបញ្ជាក់ជាច្រើនលើកច្រើនសារហើយរាល់ស្ទើរតែគ្រប់វីដេអូគឺខ្ញុំមិនមែនជាអ្នក MMO ដែលរលុយវល់ពាន់ម៉ឺនដុល្លារអីទេតែនេះគឺដោយសារតែខ្ញុំមានចិត្តចង់ចែករំលែកព្រោះខ្ញុំធ្លាប់ជាអ្នកដែលធ្វើដែរហើយក៏ធ្លាប់ឆ្លងកាត់បទពិសោធន៍មួយចំនួនដែលយើងអត់ដឹងអត់ចេះពី YouTube អញ្ចឹងណាបងប្អូនបាទថ្ងៃនេះគឺលើកយកប្រធានបទតាក់ទងទៅនឹងដោយសារតែឃើញមានបងប្អូនមួយចំនួនគាត់សាកសួរពាក់ព័ន្ធទៅនឹងលុយមិនធ្លាក់ចូលទៅក្នុង Google AdSense បាទហើយជុំវិញទៅលើបញ្ហានេះគឺវាមានមូលហេតុច្រើនខ្ញុំក៏មានជាការឆ្លើយតបទៅក្នុង comment ដែរគ្រាន់តែការឆ្លើយនៅក្នុង comment គឺវាមិនអស់សេចក្តីក៏ថាបានបាទតាក់ទងទៅនឹងលុយមិនធ្លាក់ចូលនៅក្នុង Google AdSense គឺវាអាចមានកត្តាច្រើនបាទដែលយើងគួរតែដឹងដែរបាទជាទូទៅនៅក្នុង YouTube គឺបាទ Google AdSense ករណី YouTube យើងរលុយលុះត្រាតែចាប់ពី$100ឡើងទៅទើបអាចធ្លាក់ចូលទៅក្នុង payment របស់ Google AdSense ចូលនៅក្នុងតួលេខលុយសរុបចឹងណាព្រោះលុយចាប់ពី$100ឡើងទើបយើងអាចបើកបានតែឃើញមានអ្នកគាត់ comment ថាគាត់បាន$100ជាងហើយគឺលុយហ្នឹងមិនធ្លាក់ចូលទៅក្នុង Google AdSense ចំណុចទី1នេះបងប្អូនត្រូវឆែកទៅមើលការភ្ជាប់រវាង channel របស់បងប្អូនជាមួយនឹង Google AdSense តើភ្ជាប់បានត្រឹមត្រូវឬទេបាទតើបានភ្ជាប់ត្រឹមត្រូវឬទេឬក៏ភ្ជាប់បានជោគជ័យឬទេបើសិនជាមិនបានជោគជ័យទេហើយយើងទៅមើលនៅក្នុង Google AdSense យើងគិតថាអាចវាភ្ជាប់ហើយតែមែនតើគឺវាមិនទាន់ភ្ជាប់ជាស្ថាពរទេគឺលុយនេះវាច្បាស់ជាមិនអាចធ្លាក់ចូលទៅក្នុង Google AdSense ដែលយើងភ្ជាប់នោះទេអញ្ចឹងត្រូវ make sure បើណា make sure គឺថាមើលឲ្យច្បាស់បញ្ជាក់ថាយើងបានភ្ជាប់ជាមួយ Google AdSense ហ្នឹងត្រឹមត្រូវហើយឬយ៉ាងណាអាហ្នឹងយើងចំណុចទី1បងប្អូនត្រូវឆែកមើលបាទហើយចំណុចទី2ទៀតដែរនោះគឺលុយនៅក្នុង YouTube ដែលយើងរកបានជាទូទៅគឺវាធ្លាក់ចូលទៅក្នុង Google AdSense ចន្លោះពីថ្ងៃទី7ឡើងទៅនៃខែនីមួយចាប់ពីថ្ងៃទី7ឡើងទៅវាធ្លាក់ចូលនៅក្នុង Google AdSense បាទចំណុចនេះបងប្អូនគួរតែដឹងដែរចន្លោះពីថ្ងៃទី7ដល់12បាទទើបលុយវាធ្លាក់ចូលនេះករណីដែលយើងភ្ជាប់បានជោគជ័យណាបាទអញ្ចឹងបងប្អូនត្រូវកត់ចំណាំចំណុចហ្នឹងដែរហើយចំណុច3បាទទី3យើងត្រូវដឹងដែរថាយើងត្រូវបំពេញពន្ធឲ្យបានត្រឹមត្រូវដែរនៅក្នុង Google AdSense គឺមានកន្លែងបំពេញពន្ធបាទគេឲ្យយើងបំពេញតាក់គេហៅតាក់ហ្នឹងពន្ធព្រោះ YouTube ករណីយើងរកលុយបាន channel យើងរកលុយបានគឺយើងត្រូវបង្កើត Google AdSense ហ្នឹងហើយយើងត្រូវតែបំពេញពន្ធទៅតាមការណែនាំរបស់ YouTuber ផ្សេងទៀតដែលគាត់បរៀនទាក់ទងនឹងការបង្កើត Google AdSense អញ្ចឹងទៅឬក៏យើងត្រូវបង្កើតខ្លួនឯងតែយើងត្រូវមើលលំនាំអ្នកគេធ្វើអញ្ចឹងណាហើយខ្ញុំក៏ធ្លាប់ដូចជាចេញវីដេអូបង្កើត Google AdSense ដែរទាក់ទងនឹងពន្ធទាក់ទងនឹងអីបងប្អូនអាចទៅមើលបានបាទនេះវាមាន3ចំណុចនេះហើយក៏វាមានចំណុចមួយចំនួនទៀតនៅក្នុងហ្នឹងយើងត្រូវ check មើលនៅក្នុង channel របស់យើងចូលទៅមើលនៅកន្លែង monetization ទៅវានឹងមានកន្លែងGoogle AdSense ហើយបងប្អូនអាចចូលទៅមើលទៅករណីដែលយើងភ្ជាប់មួយ Google AdSense ណាគឺវាមាន user នៅក្នុងបង្ហាញ Google AdSense ណាវាមានលេខកូដមានអីចឹងទៅ user Google AdSense ចឹងទៅបាទអញ្ចឹងនេះវាជាចំណុចខ្លឹមធំ3ដែលបងប្អូនត្រូវតែផ្ទៀងផ្ទាត់និងពិនិត្យមើលបើករណីបងប្អូនអត់ឃើញលុយធ្លាក់ចូលបាទវាមាន3ធំហ្នឹងហើយក៏មានចំណុចមួយចំនួនទៀតដែរតែអាហ្នឹងខ្ញុំពិបាកនឹងបញ្ជាក់ណាព្រោះយើងត្រូវចុចមើលជាក់ស្ដែងដែរទើបយើងដឹងយើងស្រួលបញ្យល់តែចំណុច3ធំគឺមាន3អំបញ្ញមិញនេះគឺបងប្អូនត្រូវ check មើលឲ្យមែនទែនហ្នឹងហើយបងប្អូនបាទហើយបាទជាប់ជាមួយគ្នានេះតែម្ដងទៅខ្ញុំចង់ឆ្លើយសំណួរបន្ថែមទៀតអ្នកសួរថា review content ពួកគាត់ធ្វើ original ដែរតែពួកគាត់បែរជាជាប់ review content
វាអាចមានកត្តាមួយចំនួនទៀតដូចជាករណីបងប្អូនប្រើភ្លេងរបស់គេអញ្ចឹងណាហ្នឹងក៏វាប្រឈមទៅនឹង review content ដែរភ្លេងពី social media ផ្សេងចម្រៀងផ្សេងជាដើមហើយមួយទៀតនោះដែលអាចប្រឈមទៅនឹង review content គឺវីដេអូឬក៏រូបភាពដែលបងប្អូនយកមកពី Facebook ពី TikTok ឬក៏បណ្ដាញសង្គមផ្សេងទៀតហ្នឹងដែលនៅក្នុង channel YouTube អត់ទាន់មានម្ចាស់ត្រឹមត្រូវហើយគេយករូបហ្នឹងវីដេអូហ្នឹងយកទៅប្រើប្រាស់ច្រើននៅលើ YouTube ដូច្នេះហើយគឺនៅពេលដែល AI របស់ YouTube គេពិនិត្យមើលទៅគឺគេនឹងដាក់ថា review content ហើយ review content នេះជាបញ្ហាដែលឈឺក្បាលមែនទែនសម្រាប់អ្នកដែលផលិតមាតិកានៅក្នុង YouTube ទាំងគេទាំងខ្ញុំជាក់ស្ដែងខ្ញុំតែម្ដងខ្ញុំមាន channel មួយគឺជាប់ review content រហូតតែមូលហេតុខ្ញុំដឹងព្រោះខ្ញុំយកភ្លេងពី YouTube យកមកដាក់នៅក្នុង content ដែលខ្ញុំធ្វើនឹងដាក់សម្លេងខ្លីអញ្ចឹងទៅនេះជាមូលហេតុគឺខ្ញុំដឹងហើយម្យ៉ាងទៀតខ្ញុំប្រើរូបភាពពី Google រូបភាពពី page ផ្សេងទៀតអញ្ចឹងណាអញ្ចឹងហើយវាអាចធ្វើឲ្យខ្ញុំជាប់ review content ហើយអញ្ចឹងបងប្អូនគួរតែ check មើលទៅលើចំណុចហ្នឹងទៅ check មើលទៅលើចំណុចដែលខ្ញុំនិយាយមិញហ្នឹងហើយ YouTube គេឲ្យទុកពេលឲ្យយើងស្នើដូចជាប្រហែលខែទៅអ្នកខ្ញុំភ្លេចដូច90ថ្ងៃបើយើងស្នើជាប់លើកទី1គេទុកពេលឲ្យ90ថ្ងៃវាស្មើនោះដូចជា3ខែគេដាក់ឲ្យយើង re-apply នោះបើថាយើងស្នើសុំម្ដងទៀតតែមុននឹងស្នើសុំម្ដងទៀតចង់បញ្ជាក់ដែរបងប្អូនបងប្អូនត្រូវលុបវីដេអូដែលជាប់ review content ហ្នឹងព្រោះខ្ញុំធ្លាប់ស្នើ channel មួយនោះធ្លាប់ជាប់ដែរតែខ្ញុំស្នើបានវិញតែគ្រាន់តែស្នើបានវិញមកវាមានអារម្មណ៍ឲ្យធ្លាក់ view ធ្លាក់ចំនួនចុច subscribe វាអត់សូវឡើងដូចមុនណាមិនដឹងថា YouTube វាទម្លាក់យើងឬក៏យ៉ាងណាតែវាធ្លាក់តែស្នើបានតែមាន channel ខ្លះក៏ខ្ញុំស្នើបានដែរតែអញ្ចឹងបងប្អូនត្រូវលុបchannel វីដេអូដែលជាប់ដែលបងប្អូនគិតថាជាប់យើងប្រើភ្លេងប្រើរូបពីគេលុបចោលទៅតែការលុបគឺវាប្រឈមរឿងមួយនៅពេលដែលយើងលុបគឺយើងនឹងបាត់ចំនួនម៉ោងបាទបើយើងលើសម៉ោងច្រើនមិនអីទេតែបើយើងលើសម៉ោងយើងគ្រាន់តែមកគ្រប់ទេហើយយើងលុបវីដេអូមួយចំនួនធំនឹងចេញទៀតករណីបងប្អូនមានប្រើខ្លះវាមិនសូវអីទេបាទតែបើសិនជាប្រើច្រើនតែម្ដងពេលលុបទៅឧបមាលុបសឹងទាំងអស់ហើយមួយ channel យើង20ឬ30វីដេអូឬក៏100វីដេអូលុប50% ឬក៏70-80% គឺវាអស់ម៉ោងលេងអញ្ចឹងយើងស្មើនឹង0ហ្នឹងវាជាងអស់ម៉ោងគេដកម៉ោងតាមនឹងដែរអញ្ចឹងវាជាបញ្ហា review content នេះគឺវាជាបញ្ហាឈឺក្បាលហើយអញ្ចឹងបានគេលើកទឹកចិត្តឲ្យយើងធ្វើ original video ថតខ្លួនឯងផលិតខ្លួនឯងបាទអានេះមូលហេតុហ្នឹងហើយទៅគេលើកទឹកចិត្តឲ្យធ្វើ original ហ្នឹងបាទអញ្ចឹងនេះគឺតើតើនឹង review content បងប្អូនហើយក៏មានសំណួរមួយចំនួនទៀតដែរខ្ញុំនឹងព្យាយាមធ្វើនៅវីដេអូក្រោយទៀតដោយសារតែមិនចង់ឲ្យវីដេអូវាវែងពេកខ្ញុំធ្វើខ្ទង់7-8នាទីហ្នឹងទេមិនចង់ឲ្យវែងពេកតែបើមានករណីបរិញ្ញាអីច្រើនទៀតខ្ញុំប្រហែលជាអាចត្រូវធ្វើវីដេអូឲ្យវែងអញ្ចឹងណាបងប្អូនបាទអញ្ចឹងខ្ញុំមានតែប៉ុណ្ណេះបងប្អូនបើសិនជាមានចម្ងល់បន្ថែមទៀតតាក់ទងនឹង YouTube បើសិនជាកន្លែងណាដែលខ្ញុំចេះនឹងចែកជូនចែករំលែកបងប្អូនបន្ថែមតែបើកន្លែងណាមិនចេះខ្ញុំនឹងស្រាវជ្រាវបន្ថែមដែរដើម្បីយកមកចែករំលែកបងប្អូនបន្តទៀតហើយជូនពរឲ្យបងប្អូនដែលធ្វើ YouTube ដៃថ្មីដៃចាស់ឲ្យជោគជ័យទាំងអស់គ្នាព្រោះ YouTube នេះជាវិស័យមួយដែលយើងអាចកសាងប្រាក់ចំណូលបន្ថែមបន្ទាប់ពីការងារឬក៏អាជីពរបស់យើងផ្ទាល់ខ្លួនតែម្ដងបាទរហូតដល់អ្នកខ្លះបោះបង់អាជីពទៅធ្វើ YouTube តែខ្ញុំលើកទឹកចិត្តកុំបោះបង់អាជីពអី YouTube នេះយើងធ្វើបដើហើយធ្វើការបដើទៅក៏ជារឿងល្អដែរបើសិនជាយើងនៅមានបន្ទុកគ្រួសារទេតែបើយើងអត់មានទេយើងអាចចាប់ផ្ដើម YouTube ទៅវាជារឿងល្អវាជាកន្លែងដែលយើងកសាងប្រាក់ចំណូលល្អមែនទែន YouTube ត្បិតថាយើងដេកយើងអីតែ YouTube នៅកំពុងរលួយធម្មតាបាទនេះគឺជាការលើកទឹកចិត្តឲ្យបងប្អូនធ្វើ YouTube ទៅបាទជារឿងដែលល្អមែនទែនអញ្ចឹងបងប្អូនខ្ញុំអរគុណសូមជួយចុច Subscribe channel របស់ខ្ញុំផងដើម្បីឲ្យខ្ញុំមានទឹកចិត្តនៅក្នុងការចេញវីដេអូក្រោយបន្ថែមទៀតបាទអរគុណច្រើនជម្រាបលាបងប្អូនបាទ